នួនដើដើម្បីសាកសួរពុយពងវងត្រកូលព្រះសទ្ធថាការបានជួបជាមួយព្រះរាជាហើយទ្រង់សម្ដែងបដិសន្ធារកិច្ចនិងថ្វាយព្រះពរសពប្រការព្រះមហាក្សត្រសពព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះអេរិយាបថដ៏ទន់ភ្លន់នៃភិក្ខុអង្គនេះលុះទ្រង់បានជ្រាបច្បាស់ហើយព្រះរាជាក៏សូមយាងព្រះសទ្ធថាឲ្យលាភេទសឹកនិងសូមថ្វាយទ្រព្យសម្បត្តិពាក់កណ្ដាលព្រះរាជាសូមថ្វាយកិត្តិយសដល់ព្រះសមណសទ្ធត្ថដើម្បីគ្រប់គ្រងប្រទេសជាមួយការដែលព្រះរាជាចង់បានព្រះសទ្ធត្ថគង់នៅចិត្តពីព្រោះតែស្ដេចបានទទួលនៅភាពការអប់រំគុណធម៌ទាំងឡាយដ៏ល្អព្រះសមណសទ្ធត្ថថាទ្រង់មានព្រះបន្ទូលប្រកែកថាបងពិតមហារាជជីវិតស្ដេចមិនស័ក្តិសមនឹងអាត្មាជាព្រះសង្ឃទេអាត្មាសូមថ្លែងអំណរអរព្រគុណដ៏ជ្រាលជ្រៅចំពោះព្រះរាជហឫទ័យដ៏មហាសប្បុរសនិងការសូមធ្វើបរិបាលកិច្ចការសូមជំនួយឧបត្ថម្ភនេះប៉ុន្តែដោយការពិតទៅអាត្មាមានគោលបំណងតែម្យ៉ាងគត់គឺចង់ស្វែងរកនៅសម្មាសម្ពោធិញ្ញាណដើម្បីរំដោះខ្លួនឯងនិងសពសត្វឲ្យផុតអំពីភ្លើងទុក្ខភ្លើងកិលេសប៉ុណ្ណោះបន្ទាប់ពីបានសំណេះសំណាលអស់ពេលមួយស្របក់ធំមកព្រះបាទពំពិសាទ្រង់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានដឹងថាព្រះសង្ឃដ៏ក្មេងនេះជាព្រះអង្គម្ចាស់នៃសក្យត្រកូលព្រះសមណសទ្ធត្ថទ្រង់បានបញ្ជាក់ព្រះរាជាថាអបិទ្ធមហារាជអាត្មាភាពសូមសន្យាថាកាលណាបើអាត្មាបានរកឃើញនៅពន្លឺក្នុងការត្រាស់ដឹងដ៏ឧត្តមហើយអាត្មានឹងវិលមកទូលព្រះអង្គដើម្បីទ្រង់ជ្រាបវិញលុះបានស្ដាប់ហើយព្រះបាទពំពិសាទ្រង់មានប្រមោចៈសប្បាយចិត្តយ៉ាងខ្លាំងទ្រង់អោនសំពះលាយ៉ាងទាបចំពោះព្រះភ័ក្ត្រព្រះបរមសទ្ធត្ថរួចហើយក៏ស្ដេចយាងចុះអំពីលើភ្នំនោះជាមួយនឹងបរិវារទាំងឡាយរបស់ព្រះអង្គទៅបន្ទាប់អំពីព្រះបាទពំពិសាយាងផុតទៅព្រះសមណសទ្ធត្ថក៏សម្រេចប្រតិយបោះបង់ចោលអាស្រមនេះរួចទ្រង់យាងឆ្ពោះទៅកាន់ទីខាងត្បូងដើម្បីស្វែងរកអាស្រមមួយទៀតដែលនៅមិនឆ្ងាយប៉ុន្មានអំពីក្រុងរាជក្រឹសឡើយនៅទីនោះព្រះអង្គបានឮដំណឹងថាមានអាចារ្យល្បីម្នាក់ឈ្មោះអូតកតបោះរាមបុត្រដែលជាអ្នកបានសម្រេចនៅពន្លឺក្នុងការត្រាស់ដឹងដ៏ខ្ពង់ខ្ពស់បំផុតថ្ងៃមួយព្រះសមណសទ្ធត្ថបានជួបនឹងអូតកតបោះរាមបុត្រអូតកតបោះមានប្រជញ្ញប្រមាណ75ឆ្នាំហើយ